ទស្សនិកជនជាទីមេត្រីនៅឧទ្យានលូហ៊ូហ្វឹកទីក្រុងកឹងធើប្រជាជននិងភ្ញៀវទេសចរជាច្រើនបានចូលរួមជាមួយបរិយាកាសដក់រស់រវើកនៃកម្មវិធីផ្លាស់ប្ដូរមិត្តភាពរវាងវៀតណាមនិងអាមេរិកព្រឹត្តិការណ៍មិនត្រឹមតែជាឱកាសសម្រាប់ផ្ដោះប្ដូរវប្បធម៌ប៉ុណ្ណោះទេថែមទាំងជាគំនូសយ៉ាងពិសេសក្នុងប្រព័ន្ធសកម្មភាពអនុស្សាវរីយ៍30ឆ្នាំបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងទៀតចំណុចលេចធ្លោនៃកម្មវិធីគឺទំនិញតាំងពីពណ៌ចំនួន18ល្វែងមានភាពរស់រវើកនិងសម្បូរបែបពីដំណើររយៈពេល30ឆ្នាំនៃទំនាក់ទំនងវៀតណាមអាមេរិកកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដល់គម្រោងការផ្សះផ្សានិងជំនះលើផលវិបាកនៃសង្គ្រាមល្វែងទំនិញជាច្រើនដែលផ្សព្វផ្សាយពីវប្បធម៌និងម្ហូបអាហារពិសេសរបស់ប្រទេសទាំងពីរទាក់ទាញការចំណាប់អារម្មណ៍ពីយុវជនជាច្រើនព្រឹត្តិការណ៍លើកនេះរបស់ទីក្រុងក៏នាំមកនៅផលិតផលនិងលក្ខណៈរបស់ទីក្រុងកឹងធើក្រៅពីផលិតផលឱកាសផលិតផលពិសេសក៏មានផ្លែឈើមួយចំនួននាំមកនៅលក្ខណៈនៃតំបន់វារីបទន្លេគូឡុងក៏ដូចជាលក្ខណៈរបស់ទីក្រុងកឹងធើដើម្បីឧទ្ទិសនាមដល់ភ្ញៀវទស្សនាអាជីវកម្មរបស់អាមេរិកនិងវៀតណាមដើម្បីផ្សព្វផ្សាយនិងឧទ្ទិសនាមផលិតផលមួយថ្ងៃកាន់តែច្រើនឡើងដល់ភ្ញៀវទេសចរនិងអាជីវកម្មនៅផលិតផលរបស់ភូមិភាគខ្លួនមិនត្រឹមតែបង្អង់នៅត្រឹមតាំងពីពណ៌ប៉ុណ្ណោះទេកម្មវិធីនៅទាំងคล้ายជាចំណុចផលផុសជាមួយការសម្ដែងផ្ដោះប្ដូរសិល្បៈល្បែងប្រជាប្រិយនិងសកម្មភាពកីឡាពិសេសបទចម្រៀងមួយជុំវៀតណាមសួស្ដីវៀតណាមអាវបាបារួមនឹងការសម្ដែងរបស់ក្រុមតន្ត្រីអាមេរិកបានបង្កើតបរិយាកាសផ្ដោះប្ដូរវប្បធម៌ដក់រស់រវើកភ្ជាប់ទំនាក់ទំនងប្រជាជននៃប្រទេសទាំងពីរអូនបានរៀនសូត្របទពិសោធន៍និងផ្ដោះប្ដូរជាមួយមិត្តភ័ក្តិអន្តរជាតិជាច្រើនក៏ដូចជាការផ្ដោះប្ដូរវប្បធម៌រវាងប្រទេសទាំងពីរផងទៀតមានរយៈពេល30ឆ្នាំប្លាយចាប់តាំងពីប្រទេសទាំងពីរបានទំនាក់ទំនងធម្មតានិងពិតជាមានមោទនភាពនៅពេលដែលយើងខ្ញុំមានទំនាក់ទំនងដកយូរអង្វែងជាមួយនឹងទីក្រុងនិងប្រជាជនកឹងធើហេតុដូច្នេះការចាត់តាំងមហោស្រពមិត្តភាពនៅទីនេះទន្ទឹមជាមួយនឹងព្រឹត្តិការណ៍ផ្សេងទៀតនៅគ្រប់ប្រទេសគឺជាជំរើសធម្មជាតិទាំងស្រុងព្រោះទំនាក់ទំនងជាស្និទ្ធនិងមានជម្រៅរវាងអាមេរិកជាមួយនឹងកឹងធើនិងប្រជាជននៅទីនេះថ្លែងមតិនៅក្នុងកម្មវិធីអ្នកស្រីងួយធីង៉ុកដេបអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើសង្កត់ធ្ងន់ដោយខឿនគ្រឹះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាមអាមេរិកទីក្រុងនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ជាច្រើនពីកសិកម្មឆ្លាតវៃថាមពលស្អាតរហូតដល់ការបង្វែរឌីជីថលនិងបណ្ដុះបណ្ដាលធនធានមនុស្សមានគុណភាពខ្ពស់ជ្រើសរើសកឹងធើមជ្ឈមណ្ឌលតំបន់វារីបទន្លេគូឡុងធ្វើជាកន្លែងចាត់តាំងព្រឹត្តិការណ៍អន្តរជាតិនេះមិនត្រឹមតែបញ្ជាក់ពីរូបភាពនៃទីក្រុងមួយប្រកបដោយថាមពលសមាហរណកម្មប៉ុណ្ណោះទេនៅទាំងបើកទំព័រថ្មីក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងវៀតណាមនិងអាមេរិកនេះក៏ជាអនាគតមួយនៃមិត្តភាពអភិវឌ្ឍនិងតភ្ជាប់កំពុងបើកចំហផងទៀត